ឡានទំនើបសេរីកញ្ចាស់នេះលុយធានារ៉ាប់រងដឹងតែបានច្រើនណាឲ្យតែបុកឡាននោះបានជួលេខនៅលិខិតបញ្ជាក់ទ្រព្យសម្បត្តិនឹងខ្លាយជាការពិតហើយពេលគ្មានកូនប៉ាស្ដាប់មិនលឺរកលុយមិនបានកូនត្រូវតែរស់នៅជាមួយប៉ាអ្នកក្បត់សន្យាគឺជ្រូកជនសង្ស័យពេលដែលរស់នៅជាមួយកូនស្រីបានចាប់ផ្ដើមប្រព្រឹត្តខុសហើយមិនខុសហើយប៉ាខ្ញុំមិនមែនមនុស្សបែបនោះទេគាត់ថាគាត់ធ្វើរឿងអស់នោះតែម្នាក់ឯងមិនពាក់ព័ន្ធនឹងអ្នកផ្សេងទេម៉ែនោះមិនបានធ្វើទេហេតុអីក៏លើទៅឆាប់ឲ្យប៉ាខ្ញុំទៅចាំកូនធំឡើងកូនការពារប៉ា